Snap video នេះគឺយើងធ្វើការនិយាយអំពីការ add ទៅលើ hard disk ចូលទៅក្នុងម៉ាស៊ីន Linux របស់យើងដោយសារតែ server ភាគច្រើនឧទាហរណ៍ទៅពេលយើងប្រើគឺប្រកាសជាមានការខ្វះខាតទៅលើ space វាអញ្ចឹងយើងក៏ត្រូវការថែមជាមួយនឹងចំនួននេះ storage បន្ថែមទៀតអញ្ចឹងត្រូវការ add hard disk បន្ថែមប៉ុន្តែ hard disk ទាំងអស់ហ្នឹងគឺអត់ដូចយើង add លើ Windows ទេគឺយើងអាច add ទៅវានឹងលោតចូលទៅក្នុង drive disk management របស់យើងហើយអញ្ចឹងយើងត្រូវការ add hard disk ដែលមានហ្នឹងចូលទៅក្នុងម៉ាស៊ីនរបស់យើងឲ្យស្គាល់គ្នាអញ្ចឹងសម្រាប់នៅលើ Linux ក៏ដូចគ្នាវាត្រូវការ add បន្ថែមដែរប៉ុន្តែវាអត់មានជាមួយនឹង user interface ទេអញ្ចឹងត្រូវការប្រើ command អញ្ចឹងសម្រាប់លក្ខខណ្ឌយើងធ្វើដូចគ្នានៅលើ Linux របស់យើងឥឡូវថាខ្ញុំចង់ធ្វើការ add ជាមួយនឹង hard disk បន្ថែមខ្ញុំអាច add បានខ្ញុំចូលទៅ add hard disk បន្ថែមឲ្យចំនួន256ទៀតចា៎នេះ add hard disk ខ្ញុំ add មកយក SESI គេ recommend ហ្នឹងមកបន្តមកទៀតអូខេយើងក៏ add ជា new virtual disk អត់ប្រើជា physical ទេជា virtual ចឹងបន្តទៀតទំហំឧទាហរណ៍ខ្ញុំយកទំហំចំនួន256 GB ហើយ next មក file next finish ចឹងបន្តមកទៀតយើងអាចបាន add ជាមួយនឹង hard disk ចូលเลยទំហំរបស់គេគឺចំនួន256 G ចឹងបន្តមកទៀតយើងអាច start ជាមួយនឹងម៉ាស៊ីនរបស់យើងមករងចាំម៉ាស៊ីន start មកអូខេអញ្ចឹងពេលយើង start ម៉ាស៊ីនហើយរឿងដំបូងដែលយើងត្រូវធ្វើមុនគេពេលដែលយើងធ្វើការ add ជាមួយនឹង hard disk ថ្មីគឺយើងត្រូវការ verify សិនថា hard disk ថ្មីរបស់យើងហ្នឹងបាន add ចូលហើយនៅអញ្ចឹងយើងប្រើជាមួយនឹងនេះ fdisk.l មកដើម្បីធ្វើការបង្ហាញថាតើយើងមានជាមួយនឹង hard disk ថ្មីអត់គឺថាយើងស្គាល់មួយ hard disk ថ្មីនឹងអត់ណាអញ្ចឹងយើងកាត់មកfdisk.l ចឹងយើងមើលមកគឺមាន disk data មាន SDA ហ្នឹងគឺ disk ដើមរបស់យើងហ្នឹងដែលមានទំហំ 20G ហ្នឹងបន្តមកទៀតយើងមើលមកខាងក្រោមមកយើងឃើញមានជាមួយនឹង disk Dell STB ដែលមាន 256G ដែលយើងទៅតែ add ចូលមកមិញហ្នឹងគឺជា disk ថ្មីរបស់យើងដែលយើងបាន add ចូលអញ្ចឹងមានថាយើងបាន verify ដឹងថាយើងមាន disk hard disk ថ្មីដែលយើង add ចូលទៅហ្នឹងគឺមាននៅលើ device របស់យើងអញ្ចឹងបន្តមកទៀតជំហានបន្ទាប់គឺយើងត្រូវទៅអីគេចែក partition ឲ្យទៅកាន់ new hard disk មួយហ្នឹងដោយសារតែ hard disk ថ្មីហ្នឹងគឺយើង add ចូលហើយប៉ុន្តែអត់ទាន់មាន partition អីត្រឹមត្រូវទេអញ្ចឹងយើងត្រូវទៅចែក partition នេះដែលយើងប្រើ fdisk Dell SDB បើសិនយើងមាន hard disk មួយទៀតយើងដាក់ SDC ជាងទៅមានមួយទៀត FDE D ឬក៏ E ជាងទៅអានេះអាចដាក់បន្តទៀតបានមានច្រើនអញ្ចឹងខ្ញុំយើងទៅចែក partition ឲ្យនេះ SDB របស់យើងនេះ hard disk ដែលយើងទៅតែ add ចូលមកនឹងអញ្ចឹងយើងចូលទៅចែក partition ឲ្យ hard disk ថ្មីរបស់យើងនឹងអញ្ចឹងខ្ញុំចូលទៅចែក partition គឺយើងប្រើ fdisk ដូចគ្នា
ហើយយើងចូលទៅកាន់ del SDB នេះយើងចែក person ឲ្យ SDB នេះឲ្យមានដូចជាមួយនឹង SDA ដែលមាន SDA1 SDA2 ហ្នឹងទៅអញ្ចឹងខ្ញុំចែកមកអូខេអញ្ចឹងគេចេញជា interface មួយយើងប្រើមកបើសិនយើងប្រើ សម្រាប់ help ហើយបន្តមកទៀតយើងមើលគឺមាន option បន្ថែមគឺគេយើងវាយអក្សរ N ដើម្បី create new partition ហើយ W ប្រើដើម្បីធ្វើការ write ចូលក្នុង partition table អញ្ចឹងខ្ញុំចង់បង្កើតជាមួយនឹង new partition សម្រាប់ hard disk ថ្មីរបស់យើងនឹងចង់បង្កើត1ក៏បាន2ក៏បាន3ក៏បាន4ក៏បានដែរអញ្ចឹងខ្ញុំបង្កើត new partition មួយ N មកអញ្ចឹងគេសួរថាយើងចង់ប្រើជា primary ឬក៏ជា extend ចង់រើសមួយណា primary ក៏បាន extend ក៏បានដែរអញ្ចឹងខ្ញុំរើសយកជា extend ចុះប៉ុន្តែ default គេឲ្យយកជា primary អញ្ចឹងឥឡូវ partition ទី1ខ្ញុំយកជា primary ចុះចាំ partition ទី2ខ្ញុំយកជា extend បន្តមកទៀតគេចង់ដឹងថា partition number របស់យើងហ្នឹងគឺលេខប៉ុន្មានថា partition មួយយើងអាចចែក hard disk មួយយើងអាចចែក partition បាន4អញ្ចឹងถ้าយើងចង់ប្រើលេខ1លេខ2លេខ3ឬក៏លេខ4អញ្ចឹងដោយសារខ្ញុំចែកដំបូងអញ្ចឹងខ្ញុំយកលេខ1ចុះហើយបន្តមកទៀត sector តើយើងចង់ឲ្យ partition របស់យើងហ្នឹងមានទំហំប៉ុណ្ណាប៉ុន្មានបាយអញ្ចឹងទេមានទំហំប្រហែលបាយសម្រាប់ partition ទី1ហ្នឹងអញ្ចឹងនេះគេឲ្យមក default របស់គេគឺមក2048បាយរហូតដល់536លានបាយអញ្ចឹងទៅអញ្ចឹងខ្ញុំឆាប់ផ្ដើមពី2048ទៀតទៅហើយបញ្ចប់នៃនេះ5លាននេះចុះ5300លាននេះ5368.7911ចឹង536លានបាយដាក់ចូលទៅអញ្ចឹងយើងបាន create partition មួយហើយសម្រាប់ size គឺ256 GB អញ្ចឹងបើសិនយើងចង់ write វាចូលទៅថា partition នេះខ្ញុំបង្កើតហើយអញ្ចឹងខ្ញុំចុច W មកដើម្បី write មកអញ្ចឹងបន្តមកទៀតយើង verify hard disk របស់យើងទៀតមកនេះ fdisk .l ណាអញ្ចឹងយើងនឹងឃើញនេះ disk B របស់យើងនេះ disk របស់យើង256ហ្នឹងគឺគេមាន SD1 SDB1 ដែលចាប់ផ្ដើមឡើងពី2048បាយរហូតដល់536លានហ្នឹងគឺមានទំហំមក256 GB យកមកន័យថាមកចែកទៅបានតែបើសិនយកឧទាហរណ៍យើងចង់បានមាន partition ច្រើនមាន2 3 4យ៉ាងទៅចឹងយើងអាចចែកតាមនឹងទីបានតែយើងអាចចែកអស់ប៉ុន្តែចែកមិនបើទំហំខ្ញុំ256នេះអញ្ចឹងខ្ញុំត្រូវការ format នេះ SDB1 នេះអញ្ចឹងដើម្បីធ្វើការ format មាននេះ format partition នេះយើងអាចប្រើជាមួយនឹង mfkf.ext4 ហើយយើងចង់ format partition មួយណាហ្នឹងគឺយើងអាច format បាន format partition របស់យើងហើយចុងក្រោយយើងត្រូវការ mount ជាមួយនឹង hard disk ថ្មីរបស់យើងហ្នឹងហើយ set permission set អីចឹងទៅអញ្ចឹងខ្ញុំត្រូវការទៅ format ឲ្យចោលសិនដោយសារខ្ញុំចង់បាន hard disk របស់យើងគឺចំនួន2 partition អីចឹងទៅអញ្ចឹងខ្ញុំទៅអីគេអញ្ចឹងខ្ញុំចង់ធ្វើការ format វាអញ្ចឹងគឺខ្ញុំ mk
f តមកទៀត.ext4 ហើយ hard disk ដែលយើងចង់ធ្វើការ format dev sdb1 ទៅext4 ចឹងគឺយើងបាន format វាដាក់នេះចឹងយើង show hard disk នោះទៀតមកអូខេចឹងតែវាអត់ទាន់ restart ចឹងបន្តមកទៀតយើង add ថ្មីហ្មងទៅហើយខ្ញុំ add ជាមួយនឹង hard disk ទី2របស់យើងមួយទៀតមកចឹងគឺយើងយកនេះយើង add ជាមួយនឹងpartition សម្រាប់ SDB នេះប៉ុន្តែយើងយក SDB2 មួយទៀតចុះចឹងគឺ fdisk ហើយបន្តមកទៀតយើងទៅ dev ចូលទៅកាន់ SDB ខ្ញុំចង់ create new partition មួយទៀតអូខេ all space ត្រូវបានយូរមួយអីអូខេ delete partition មួយនឹងចោលសិនអញ្ចឹងយក D ចុះអូខេ delete អស់ហើយចឹងបន្តមកទៀតយើងបង្កើតថ្មី create new ខ្ញុំបង្កើតជា primary មួយលេខ1ប៉ុន្តែទំហំលើហ្នឹងគឺខ្ញុំយកពី2048ហើយឥឡូវខ្ញុំយក partition មួយហ្នឹងខ្ញុំយកត្រឹមតែ 100G ខ្ញុំត្រូវការតែ 100G ទេអញ្ចឹងយើងអាចចាក់នេះទៅ 100GB ស្មើប៉ុន្មានបាយអញ្ចឹងតម្លៃដែលខ្ញុំត្រូវការប្រើគឺ209 715 200 209 715ជាមួយនឹង200អូខេ person is consume អូខេអញ្ចឹងសាញរបស់យើងគឺប្រើប្រហែល 100GB នេះស្នាប់ person ទី1ហើយបន្តមកទៀតយើងត្រូវការបង្កើត SDB2 ដែលខ្ញុំបង្កើតជា extend ចុះ 2 អញ្ចឹងសល់ប៉ុន្មានទៀតខ្ញុំដាក់ចូលទៅ SDB លេខ2ឲ្យសម 156G ទៀតខ្ញុំដាក់ទៅកាន់នេះ person ទី2ហើយអញ្ចឹងចាប់ពីអីគេ20 97 15 01អូខេ default របស់គេចាប់ពីរហូតទៅដល់53 8 70 9 11ចឹងទំហំចុងក្រោយគឺ 156GB ជាខ្ញុំរាយមកអញ្ចឹងលើកហ្នឹងគឺអូខេ fdisk ដក l មកយើងឃើញមានជាមួយនឹងនេះ hard disk ដែលយើង add ចូលទៅហ្នឹងគឺមានមួយទំហំ 100G មួយទៀតទំហំ 156G ដែលមួយគឺជា primary មួយទៀតគឺជា extend
អញ្ចឹងបន្តមកទៀតយើងអាច mount បានឧទាហរណ៍ថាយើងចង់ឲ្យទិន្នន័យមកពីណាយកទៅ store នៅក្នុង hard disk មួយនឹងអូខេពី root ចូលមក store នៅក្នុងversion 1 ឬក៏ពី user មួយណាមក store ក្នុង version ទី2ចុះអញ្ចឹងគឺយើងត្រូវការអីគេនេះ mount អញ្ចឹងយើងនេះ make directory mount data មួយហើយបន្តមកទៀតយើង mount hard disk របស់យើងហ្នឹងទៅកាន់ mount data ហ្នឹងទៅអូខេអញ្ចឹងខ្ញុំមាន SD1 អូខេខ្ញុំបង្កើតមកMNT អូខេ data អញ្ចឹងមួយហ្នឹងគឺសម្រាប់ version ទី1អូខេមានមួយអីអញ្ចឹងខ្ញុំបង្កើតជាមួយនឹង mount data 1 មួយទៀតដើម្បីដាក់ទៅក្នុង version ទី2ចឹងនេះគឺមាន data ហើយនឹង data 1ហ្នឹងទៅអញ្ចឹងខ្ញុំចង់ mount ឲ្យ this one version ទី1ចូលទៅក្នុង data ហើយ version ទី2ចូលទៅក្នុង data 1អញ្ចឹងទៅអញ្ចឹងយើង mount ទៅអូខេ mount អូខេ mount ពីណាទៅយើង mount ពី dev sdb1 ទៅកាន់នេះគេ mnt data អូខេកាន់ wrong type dev sd1 អត់មានអូខេតមកទៀតយើង mount sdb2 មក sdb2 ទៅកាន់ data 1 system call file អូខេយើងមកដល់ដើមមិញហ្នឹងដោយសារតែយើងអត់បាន format hard disk មួយហ្នឹងអញ្ចឹងដើម្បីធ្វើការមកឲ្យបានដើរយើងត្រូវនេះធ្វើការ format ទៅលើ hard disk របស់យើងហ្នឹងអញ្ចឹងដោយសារខ្ញុំ format អីជាងខ្ញុំ no ទៅហើយ hard disk ទី2ក៏ធ្វើការ format ដែរអញ្ចឹងបន្តមកទៀតបន្ទាប់ពី format ហើយយើងអាចធ្វើការ mount បានហើយអូខេយើងធ្វើការ mount ពី dev sdb1 ទៅកាន់អូខេ mt អូខេនេះមួយនេះajff នឹងទៅអូខេយើង mount បានហើយហើយបន្តមកទៀតខ្ញុំ make directory មួយទៀតសម្រាប់ខ្ញុំលុបបាត់អញ្ចឹងគឺទៅកាន់ mnt ហើយទៅកាន់ data អញ្ចឹងបន្តមកទៀតខ្ញុំ mount sdb2 ទៅកាន់ data អូខេដោយសារវាមិនជា primary អញ្ចឹងជាអាចធ្វើការទុកស្លាំងអញ្ចឹងខ្ញុំបាន mount អីអញ្ចឹងបន្ទាប់ពី mount រួចហើយយើងធ្វើការអីទៀតបន្ទាប់ពី mount ហើយយើងត្រូវតែ
បង្កើតជាមួយនឹង mount point មួយទៀតយើងបង្កើត mount point មួយអីថាពីអ្នកមួយណា point ទៅមួយណាហើយបន្តមកទៀតយើងត្រូវការ mount ប្រើ mount script អញ្ចឹងយើង add ទៅចូលទៅក្នុងនេះ nano etc f table គឺ div table របស់យើងហ្នឹងអញ្ចឹងគឺទៅលើ etc ff table chúng taត្រូវការ write script នេះចូលនេះ del sd1 mount data ប្រភេទ default ជាងដាក់មកចឹងគឺ del del sdb1 ជាង mount ទៅណាជាង mount ទៅកាន់MNT okay HFF ចាំHFFតមកទៀតប្រភេទ ext4 ext4 ហើយ default 02តិចយើង save មកហើយយើង verify ទៅលើ mount របស់យើងហ្នឹងយើង verify mount គឺ df.h ណា verify លើ mount អូខេអញ្ចឹងយើងមាន sdb1 ធ្វើការ mount ទៅកាន់ទីតាំងមួយនេះរបស់យើងអញ្ចឹងសម្រាប់ mount របស់យើងគឺរួចហើយបន្តមកទៀតនៅតែ set permission ឯតើអ្នកណាមានសិទ្ធិ write ចូលទៅក្នុងអីគេ disk មួយហ្នឹងអ្នកណាមានសិទ្ធិអញ្ចឹងយើងអាចប្រើ change owner user គឺក៏ group របស់យើងហ្នឹងទៅកាន់ mount data ហ្នឹងទៅហើយយើង set permission ឲ្យ mount data ថា755នេះទៅ set permission សិនអញ្ចឹងខ្ញុំដាក់ថា change mode 55ឲ្យទៅកាន់អូខេចឹងខ្ញុំធ្វើការ change mode ហើយអីបន្តមកទៀតយើង change owner បន្តថាយើងមាន user ណាមួយចូលតើខ្ញុំបង្កើត su អូខេខ្ញុំមាន user មួយឈ្មោះថាសិតអីចឹងខ្ញុំធ្វើការ change owner មួយឲ្យទៅកាន់ user ឈ្មោះថាសិតហើយនៅក្នុងគ្រប់គេអូខេទៅកាន់អូខេហើយនឹង root
ចឹងមានថាអីគេអ្នកដែលមានសិទ្ធិ write ចូលទៅក្នុង folder មួយហ្នឹងគឺមានតែ user សិទ្ធិមួយ user ផ្សេងទៀតអត់មានសិទ្ធិទេខ្ញុំថាខ្ញុំបង្កើតជាមួយនឹង user ថ្មីទៀតអូខេ s1 ហ្នឹងទៅចឹងខ្ញុំចូលទៅកាន់ user សិទ្ធិខ្ញុំអាចធ្វើការមានសិទ្ធិធ្វើការអីគេ រាយបានខ្ញុំចង់រាយទិន្នន័យចូលទៅក្នុងអីគេជាមានសិទ្ធិរាយបានហើយយើង save ទុកទៅក្នុង mount data នឹងបានមានថាយើង save ទៅក្នុង S1 ឬក៏ S2 ហ្នឹងទៅវាបាន set permission អីអញ្ចឹងអាចទៅបង្កើតអូខេអាចទៅមានសិទ្ធិទៅចឹងខ្ញុំអាចធ្វើការអីគេ touch អូខេ file 1ហ្នឹងទៅចាំតិចរូបមានសិទ្ធិបង្កើតបាន nano file 1នេះអញ្ចឹងយើងមានសិទ្ធិធ្វើការរាយដែរនេះដោយសារយើងបាន set permission ឲ្យគេរួចហើយអូ permission នេះហើយយើងបានកន្លែង permission មិញហ្នឹងគឺយើង set user ឲ្យនឹងគ្រប់ខុសអូខេតែជាអញ្ចឹងយើងគ្រាន់តែទៅកែ user យើងគ្រាន់តែកែកន្លែង change owner មិញហ្នឹងអូខេ user របស់ខ្ញុំគឺ set អូខេគ្រប់គឺ1000ខ្ញុំច្រឡំគ្រប់អញ្ចឹងគឺកន្លែង change owner របស់យើងហ្នឹងខ្ញុំដាក់ user set ហើយបន្តមកទៀតគ្រប់គឺ1000ហើយបន្តមកទៀតគាត់ចូលទៅកាន់អីគេAJ ហ្នឹងហើយចឹងយើងបាន change ឲ្យគាត់រួចហើយជាបន្តមកទៀតខ្ញុំស៊ូទៅកាន់ user របស់ខ្ញុំមកអញ្ចឹងខ្ញុំអាចនិស្សិត nano ទៅលើ file ចឹងពេលហ្នឹងខ្ញុំមានសិទ្ធ
retry commission ចឹងតែមានបញ្ហាកន្លែងហ្នឹងតិចជាគាត់កែទៅលើ permission ទៅរួចហើយចឹងនេះពេលហ្នឹងយើងមានសិទ្ធ full ហើយអូខេស្អែកយើងបើក permission បើកអីចឹងមានថាយើងមានសិទ្ធ write read ចូលទៅក្នុង hard disk ថ្មីរបស់យើងនឹងឯងចឹងសម្រាប់លក្ខខណ្ឌរបស់យើងនៅក្នុងការ add hard disk គឺយើងមានតែប៉ុណ្្នឹងទេគឺក្នុងការ add hard disk ចូលទៅក្នុង Linux